ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអេលីគួងថ្ងៃនេះខ្ញុំមកធ្វើការ record កិច្ចការងារ login ចូល AWS និងបង្កើត EC2 អញ្ចឹងខ្ញុំធ្វើការ connect ចូល AWS យើងតាម route root user ធ្វើការវាយ email របស់យើងហើយ password ខ្ញុំសូមធ្វើការយកកូដសិន942 502សូមធ្វើការវាមកផ្លាស់ដោយសារវា slow ហើយតមកយើងចុចពាក្យ instant ហើយយើង search នៅ EC2 ដើម្បីបង្កើតនៅ EC2 cloud របស់យើងនេះយើងចុច launch instant ដើម្បីបង្កើត EC2 របស់យើងកន្លែងនេះខ្ញុំសូមធ្វើការដាក់ឈ្មោះលីគួរ EC2 យើងរើសយក Ubuntu ហើយកន្លែងនេះខ្ញុំបង្កើត key pair វាយើងវាយអក្សរទួយទៅគ្លីកហើយខ្ញុំកន្លែងនេះសូមធ្វើការយកនៅ24ទៅហើយបន្ទាប់មកខ្ញុំសូមធ្វើការយកកន្លែងនេះ 20G ទៅដូចជាSD យើងយក 20G ហើយតមកយើងចុចមើលសិនអូខេតមកខ្ញុំធ្វើការឡាញ់ជ្វាមកសាត់សេះហើយតមកខ្ញុំសូមធ្វើការ instant ធ្វើការ connect ហើយយើងចូល ASX client ដើម្បី copy នៅនេះដើម្បីចូលវាយ gig bar មកខ្ញុំសូមធ្វើការ connect ម្ដងទៀត pass ហើយខ្ញុំសូមធ្វើការនៅ copy នៅ ASX ដើម្បី connect ចូលយើងចុច yes សូមធ្វើការ clear ហើយខ្ញុំសូមធ្វើ who am I
sudo apt update យើងសូមធ្វើការរងចាំវាមួយផ្លែតដើម្បីឲ្យវាអាប់ដេតនៅ YouTube របស់យើងហើយយើងប្រើ command មួយទៀត sudo apt upgrade ខ្ញុំដោយសារខ្ញុំវាយ command ខុសអញ្ចឹងខ្ញុំធ្វើការវាយនៅ command sudo apt upgrade សាថ្មីយើងធ្វើការរងចាំមួយផ្លែតយើងដាក់ yes មកឲ្យវា upgrade នៅ YouTube របស់យើងធ្វើការរងចាំវាបាទនៅពេលនេះខ្ញុំបានធ្វើការ upgrade វាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណលោកគ្រូ